មិនបាច់សួរទេយើងបានដឹងការពិតរួចទៅហើយសុំទោសមនុស្សកបនប្រហែលឆ្នាំនេះបាត់បង់ទៅណាបងដឹងទេថា6ឆ្នាំនេះអូននឹងកូនរស់នៅបែបណាហានេះប្រហើនស្រីតាមធំហ៊ានធ្វើអំចាប់របស់យើងរបស់ផងកុំអីសុំទុំចាប់បងទុំមកកុំគួរតែស្លាប់បងយ៉ាងមិនហើយបងមិនអីទេទីបំផុតបងរកអូនឃើញហើយលោកប្តីហ៎ហើយគាត់ជាប្រុសស្នេហ៍របស់ស្រីចង្រៃនេះហ៎ដល់ម្លឹងថ្ងៃស្វាមីរបស់សៀវខ្ញុំទីបំផុតបានមកវិញហើយថាម៉េចលោកម្ចាស់ម្នាក់នេះគឺជាស្វាមីរបស់ស៊ូឈិនស៊ីហ៎ល្អខ្លាំងណាស់ពួកយើងមិនចាំបាច់មានទុកទៀតទេខ្ញុំធំនិយាយហើយសៀវសម្រស់ស្អាតសុភាពរំទុំច្បាស់ជាមានស្វាមីល្អមិនខុសទេប្តីរបស់នាងមានប្រាក់ស្រុកស្ដំជីវិតរបស់នាងច្បាស់ជាល្អប្រសើរហើយលោកម្ចាស់ស្រីម្នាក់នេះតាដល់ហើយបង្កើតកូនមួយទៀតលោកម្ចាស់នៅចង់បានគេទៀតអីអូស្រីចង្រៃបិទមាត់ពួកឯងទាំងអស់គ្នាស្ដាប់ឲ្យច្បាស់នាងជាមនុស្សរបស់យើងពួកឯងបើហ៊ានធ្វើបាបនាងទៀតយើងនឹងឲ្យពួកឯងស្លាប់ដោយគ្មានដេកគប់សេវបងនាំអូនទៅផ្ទះវិញរៀបចំក្បួនចាម៉ែគាត់ជាអ្នកណាអានអូគាត់គឺជាព្រះអង្គម្ចាស់ម្ចាស់បងបើមហាក្សត្រយ៉ាងនេះដឹងថាមនុស្សដែលទ្រង់តាមរកចាំលំបាកដែលតែតោលហើយថែមទាំងបានបង្កើតកូនប្រុសអអ្នកដទៃទៀតទ្រង់ច្បាស់ជាមិនយល់ព្រមនោះទេម្យ៉ាងទៀតរឿងនេះបើផ្សព្វផ្សាយចេញទៅខ្លាចតែប៉ះពាល់ដល់កិត្តិយសរបស់ទ្រង់គឺយើងជាពាក់នាងបើយើងអាចរកនាងឃើញឆាប់នាងមិនអាចធ្លាក់ខ្លួនដល់ដំណាក់កាលដូចថ្ងៃនេះទេលោកប្តីអ្នកផ្ទះរបស់បងមិនទទួលអូនមែនទេអូនជាមនុស្សរបស់បងអ្នកណាក៏គ្មានសិទ្ធិជំទាស់លោកប្តីតោះពួកយើងទៅផ្ទះអ្នកប្រុសក្មេងមួយនេះគេជាកូនរបស់សៀវត្រូវទៅនាំគេទៅវិញចិញ្ចឹមឲ្យបានល្អបំផុតលោកប្តីអានអស់គេគឺជាកូនបងថាម៉េចកូនរបស់បងម៉ែគាត់គឺពុកខ្ញុំមែននេះហើយពុកតកូនគេជាកូនរបស់បងគេបែរជាកូនរបស់បង6ឆ្នាំមុនពេលបងខំថាពេលណាមួយនឹងរកបងឃើញប៉ុន្តែពេលនេះគាត់ត្រូវបានធ្លាក់បែកសង្ឃឹមថាបងមិនប្រកាន់ជាមួយនឹងអានអត់ទេយើងល្ងងខ្លាយហើយមិញនេះខ្វះតែបន្តិចយើងនឹងធ្វើឲ្យអូននឹងកូនរងរបួសអ្នកមិនដឹងគឺគ្មានទោសអានអត់ហើយលោកពុកតកូនកូនប្រុសយើងជាពុករបស់ឯងមិនធ្វើបាបម៉ែខ្ញុំមិញនេះពុកមើលឯងមិនស្គាល់ពុកមិនគប្បីនឹងឯងទេចាប់ពីថ្ងៃនេះតទៅពុកលែងឲ្យអ្នកណាធ្វើបាបម្ដាយកូនឯងទៀតហើយបងតាមពិតក្មេងម្នាក់នេះមានខ្សែរហិតរបស់ព្រះអង្គមានបុត្រហើយម្ចាស់បងមានបុត្រហើយមហាឈុំមានអ្នកស្នងហើយបើព្រះមេដាដឹងទ្រង់ច្បាស់ជាសប្បាយចិត្តខ្លាំងណាស់កូនប្រសាឯងមកវិញគឺល្អហើយម្ដាយកូនគេនេះរស់នៅ6ឆ្នាំនេះឯងមិនដឹងថាម្ដាយកូនគេនេះរស់នៅបែបណាទេគួរអាណិតណាស់ពួកគាត់ធ្វើបាបម៉ែខ្ញុំទុកចិត្តចុះ
ពុកមិនអោយអ្នកណាម្នាក់ធ្វើបាបកូននឹងម្ដាយរបស់កូនទៀតទេទៅយើងទៅផ្ទះវិញសិនទៅ ក្រែស្នែង ឈប់សិននាងជាស្រីបនផ្ទះសំណាក់ហុងអ៊ីរបស់យើងគឺជាស្រីបនដែលយើងចំណាយលុយទិញមកលោកម្ចាស់លោកមិនអាចយកនាងទៅតាមចិត្តទេ មិនមែនថ្ងៃនេះអូនត្រូវត្រកូលលាវយកមកលក់អូនមិនមែនជាស្រី ឲ្យតែនាងឈានជើងចូលផ្ទះសំណាក់ហុងអ៊ីពួកយើងនាងជាមនុស្សផ្ទះសំណាក់ហុងអ៊ីពួកយើងហើយស្រីកញ្ចាស់នេះលួចនាងឲ្យមកយើងដោយផ្ទាល់ដៃកិច្ចសន្យាលួចនាងនៅទីនេះសាកសីផតតាំងមានគ្រប់គ្រាន់ទោះបីជាប្តឹងក៏ប្តឹងមិនឈ្នះយើងដែរ ទុកចិត្តចោះមានបងនៅយើងរំលោះខ្លួនឯនាងចេញថ្លៃមក មិនថាថ្លៃប៉ុន្មានក៏ខ្ញុំមិនលក់ដែរអ្នកមាននៅរាជធានីយន់វ៉ៃបានកំណត់រួចហើយយប់នេះនឹងមកហាងរបស់ខ្ញុំដង